ជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំវ៉ាន់សុចិន្តាថ្ងៃនេះសូមចែករំលែកអំពី General Sonar ដែលគេហៅថាគំរូទិនានុបដិវត្តទូទៅតើអ្វីទៅជា General Sonar ដែលគេប្រើប្រាស់នៅក្នុងគណនីសូមសិក្សាបន្ថែមនៅខាងក្រោមនេះជាមួយនឹងខ្ញុំ General Sonar គឺជាគំរូទិនានុបដិវត្តទូទៅគឺជាសៀវភៅកិច្ចការដែលប្រើប្រាស់សម្រាប់កត់ត្រាប្រតិបត្តិការកែតម្រូវឯកសារឯកសារសម្រាប់ប្រើប្រាស់ដើម្បីកត់ត្រាជាដើមទិនានុបដិវត្តទូទៅរួមមានដូចជាវិក័យប័ត្រចំណាយប័ណ្ណចំណូលឬឯកសារផ្សេងៗដែលតាក់ទងនឹងសកម្មភាពអាជីវកម្មរាល់ថ្ងៃចា៎នេះគឺជាគំរូ General Sonar Entry មាន date មានថ្ងៃខែ account name reception debit credit ដែលគេហៅថាឥណពន្ធហើយនិងឥណធាន total debit និង credit គឺស្មើគ្នាចា៎ដើម្បីឲ្យកាន់តែច្បាស់នឹងខ្ញុំសូមចែករំលែកអំពីលំហាត់គំរូលំហាត់នៅខាងក្រោមនិងរបៀបកត់ត្រាពី General Sonar Entry លំហាត់ទី1នៅថ្ងៃទី1ខែ1ឆ្នាំ2025ក្រុមហ៊ុនចំបៃពីកម្ពុជាបានសម្រេចចិត្តទិញធានារ៉ាប់រងសម្រាប់ក្រុមហ៊ុនខ្លួនទៅលើអគ្គិភ័យរយៈពេល1ឆ្នាំដែលមានតម្លៃសរុប$10,000ថ្ងៃទី30ខែ6ក្រុមហ៊ុនចំបៃពីកម្ពុជា Co Ltd បានកត់ត្រាបញ្ជីប្រចាំឆមាសរបស់ខ្លួនតួលេខបានបង្ហាញថាធានារ៉ាប់រងអគ្គិភ័យប្រើប្រាស់អស់ចំនួន$5,000ដែលត្រូវចុះជាចំណាយចូលកត់ត្រា General Sonar Entry នៅថ្ងៃទី1ខែ1នេះគឺ Prepaid Insurance Prepaid Insurance គឺជាប្រភេទ Current Asset Current Asset កើនឡើងនៅ debit យើងដាក់ debit $10,000 cash ថយនៅខាង credit អញ្ចឹង credit នៅ$10,000អញ្ចឹងនៅពេលដែលយើងបានបិទបញ្ជីប្រចាំឆមាសបានបង្ហាញថាតួលេខធានារ៉ាប់រងយើងប្រើប្រាស់អស់$5,000អញ្ចឹង$5,000នេះវាជាប្រភេទចំណាយអញ្ចឹងយើងដាក់ insurance expense ចំណាយកើនឡើងនៅខាង debit $5,000 យើងត្រូវកាត់កងជាមួយនឹង prepaid insurance ដែលជា current asset នេះ$5,000 វិញអញ្ចឹង debit credit current asset នេះ$5,000អស់ហើយនៅសល់$5,000ទៀតដើម្បីឲ្យកាន់តែច្បាស់នាងខ្ញុំសូមចែករំលែកអំពីការ booking General Sonar Entry នៅក្នុង QuickBook ថ្ងៃទី1ខែ1ឆ្នាំ2025យើងដាក់លេខកូដលេខ1ដាក់ prepaid insurance ចំនួន$10,000 current asset កើនឡើងនៅខាង credit by fire insurance យើងប្រើប្រាស់ជា cash សុទ្ធយើងដាក់ជា cash នៅខាង credit ថយ cash current asset ថយនៅខាង credit $10,000 យើង save new បន្ទាប់មកទៀតគឺនាងខ្ញុំសូមដាក់ពាក់កណ្ដាលឆ្នាំគឺយើងបានប្រើប្រាស់ធានារ៉ាប់រងអគ្គិភ័យនឹងអស់ចំនួន$5,000ដែលចាត់ទុកទៅជាចំណាយអញ្ចឹងយើងចំណាយកើនឡើងនៅខាង debit $5,000តែត្រូវកាត់កងជាមួយនឹង prepaid insurance នេះ$5,000អញ្ចឹងយើងផុសមកអញ្ចឹងគំរូ General Sonar នៅក្នុង QuickBook ហ្នឹងគឺវាដូចគ្នាណាផុសមកអញ្ចឹងយើងចូលមកមើលរបាយការណ៍ដែលជា Sonar ព្រោះថ្ងៃនេះយើងរៀនមេរៀនអំពី Sonar Entry ចានេះចំបៃពី Cambodia Co Ltd Limited Sonar Entry ចាអញ្ចឹងនឹងខ្ញុំបានបង្ហាញឧទាហរណ៍នេះហើយនឹងលំហាត់ជាក់ស្ដែងហើយបើសិនជាបងប្អូនទាំងអស់គ្នាចង់បានទទួលចំណេះដឹងអំពីការកត់ត្រាបញ្ជីគណនីនិងជំនាញរៀបចំបញ្ជីគណនីសូមចុះឈ្មោះចូលរៀននៅម្ចាស់បណ្ដុះបណ្ដាលគណនីនិងហិរញ្ញវត្ថុ AFT Center ឬតាមរយៈ Facebook page AFT Center ឬ website aft.center.com សូមទំនាក់ទំនងតាមលេខទូរស័ព្ទ068 79 7000ឬ016 38 7000ចាសសូមអរគុណ